បាទជំរាបសួរលោកគ្រូទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការគ្រប់គ្រងសិស្សនៅក្នុងប្រព័ន្ធព័ត៌មានអ្នកប្រើប្រាស់បាទសម្រាប់គណៈគ្រប់គ្រងសាលារៀនបាទអញ្ចឹងខ្ញុំចុចកន្លែងសញ្ញាត្របីខាងលើបន្ទាប់មកខ្ញុំរកមើលកន្លែងមានពាក្យឈ្មោះថាសិស្សបាទខ្ញុំចុចកន្លែងសិស្សបាទអញ្ចឹងមកដល់កន្លែងនេះគឺលោកគ្រូឃើញផ្ទាំងគ្រប់គ្រងសិស្សបាទមានទម្រង់បែបនេះបាទអញ្ចឹងសម្រាប់ការផ្ទេរសិស្សក៏បានអាចលុបឈ្មោះសិស្សក៏បានអាចកែប្រែព័ត៌មានសិស្សក៏បានឬក៏អាចបន្ថែមសិស្សក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់រកឈ្មោះសិស្សមួយបាទដែលបាទឧទាហរណ៍ខ្ញុំដាក់ឈ្មោះសិស្សមួយបាទខ្ញុំ search បាទខ្ញុំអាចចុចកន្លែងនេះខាងក្រោមនេះលោកគ្រូអាចជ្រើសរើសរកមើលបានឧទាហរណ៍ថាបើលេខ1ចឹងអត់ឃើញឈ្មោះទេលោកគ្រូអាចចុចកន្លែងលេខ2បាទអញ្ចឹងលេខ2គឺមានឈ្មោះនេះខ្ញុំដាក់ឈ្មោះអ្នកប្រើប្រាស់ student នេះឈ្មោះបាទដែលខ្ញុំបានបង្កើតពីមុនបន្ទាប់មកលោកគ្រូក៏ចុច text កន្លែងហ្នឹងគឺលោកគ្រូអាចមានសញ្ញាថាគ្រប់គ្រងសិស្សអញ្ចឹងកន្លែងគ្រប់គ្រងសិស្សហ្នឹងពេលលោកគ្រូចុចហ្នឹងគឺវាបង្ហាញផ្ទាំងបែបនេះគឺសម្រាប់លោកគ្រូចង់ផ្ទេរសិស្សឬក៏ចង់ដកសិស្សចេញពីថ្នាក់របស់លោកគ្រូឧទាហរណ៍ថាឥឡូវខ្ញុំចង់នេះខ្ញុំចង់ជ្រើសរើសកម្រិតថ្នាក់របស់គាត់អញ្ចឹងខ្ញុំចង់ផ្ទេរសិស្សហ្នឹងទៅថ្នាក់ទី1 Python បាទអញ្ចឹងខ្ញុំគាត់ទៅចុចពាក្យថាផ្ទេរបាទអញ្ចឹងសិស្សហ្នឹងនឹងផ្ទេរទៅថ្នាក់ Python បាទអញ្ចឹងខ្ញុំបានផ្ទេរទៅរួចហើយអញ្ចឹងខ្ញុំចូលកន្លែងផ្ទាំងថ្នាក់បាទខ្ញុំចុចកន្លែងនេះនៅក្នុងថ្នាក់បំពន់ដែលខ្ញុំបានផ្ទេរមិញបន្ទាប់មកខ្ញុំ search មើលបើសិនបើលោកគ្រូចង់ search កន្លែងនេះឲ្យលឿនចង់ដឹងថាសិស្សមិញដែលបានផ្ទេរមកថ្នាក់ Python ហ្នឹងលោកគ្រូចុចពាក្យថាតម្រងហ្នឹងគឺកន្លែងដែលកំណត់ filter ក្នុងការរកកម្រិតថ្នាក់លឿនបាទឧទាហរណ៍ឥឡូវខ្ញុំរកថ្នាក់ Python បាទខ្ញុំចុចអនុវត្តអញ្ចឹងខ្ញុំបានរកឃើញឈ្មោះសិស្សដែលបានផ្ទេរមកមិញគឺឈ្មោះច័ន្ទស៊ីថានដែលបានផ្ទេរមកថ្នាក់ Python បាទថ្នាក់ទី1 Python បាទអញ្ចឹងអាហ្នឹងគឺជារបៀបក្នុងការផ្ទេរបាទអញ្ចឹងខ្ញុំដោះកន្លែងតម្រងវិញតម្រងហ្នឹងលោកគ្រូគាត់នឹងចុចកំណត់ការស្វែងរកឡើងវិញទៅគឺវានឹងដោះផ្ទេរបែបហ្នឹងវិញហើយឧទាហរណ៍ឥឡូវខ្ញុំចង់រកសិស្សមិញក៏ដែរបាទអញ្ចឹងខ្ញុំចង់លុបបាទមិញផ្ទេរលោកគ្រូអាចចុចកន្លែង text នេះបន្ទាប់មកចុចកន្លែងខាងលើនេះគ្រប់គ្រងសិស្សដើម្បីផ្ទេរគ្រប់គ្រងទៅលើគណនីផ្ទេរដូចបែបនេះលោកគ្រូអញ្ចឹងលោកគ្រូអាចចុចកន្លែងសញ្ញាដកចេញម្ដងបាទដកចេញហ្នឹងគឺយើងដកចេញសិស្សហ្នឹងចេញពីថ្នាក់របស់ហ្នឹងហ្មងថ្នាក់របស់ Python អញ្ចឹងលោកគ្រូក៏ចុចពាក្យថាដកចេញមកបន្ទាប់មកចុចដកចេញបាទអញ្ចឹងន័យថាសិស្សហ្នឹងគឺបានដកចេញពីថ្នាក់ Python ហើយបាទអញ្ចឹងលោកគ្រូអាច search កន្លែងតម្រងនេះមកតើរកថ្នាក់ទី1ហើយយកថ្នាក់ Python ហើយអនុវត្តបាទអញ្ចឹងหมายថាសិស្សមិញដែលឈ្មោះច័ន្ទស៊ីថែនមិញហ្នឹងគឺបានដកចេញពីកន្លែងថ្នាក់ Python ហើយបាទអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំ set ឡើងវិញមិញបាទអញ្ចឹងគឺឈ្មោះសិស្សហ្នឹងគឺបាត់ឯបាទអត់មាននៅក្នុងថ្នាក់ទៀតទេបាទហើយកន្លែងគ្រប់គ្រងសិស្សផងដែរគឺលោកគ្រូអាចទាញរកអាចបន្ថែមសិស្សកន្លែងនេះបានតាមរយៈលោកគ្រូអាចស្វែងរកឈ្មោះសិស្សបានឬក៏អាចប្រើកន្លែងតម្រងបាទតម្រងហ្នឹងគឺជ្រើសរើសប្រភេទសិស្សឧទាហរណ៍ថាកន្លែងហ្នឹងបើសិនបើសិស្សរបស់លោកគ្រូផ្សេងដែលសិស្សហ្នឹងគាត់អាចនៅក្រៅថ្នាក់ឬក៏សិស្សអត់ទាន់មាននៅក្នុងថ្នាក់ទេលោកគ្រូអាចកន្លែងតម្រងហ្នឹងអាចស្វែងរកសិស្សបានបាទឧទាហរណ៍ថាខ្ញុំរកកន្លែង Python មិញបាទគឺអត់មានសិស្សទេអញ្ចឹងឧទាហរណ៍ខ្ញុំរកកន្លែងនេះក៏មានដែរឧទាហរណ៍ឥឡូវខ្ញុំរកដាក់ថាគ្មានថ្នាក់បាទមាននេះដែលយើងបានដកចេញមិញលោកគ្រូអញ្ចឹងខ្ញុំចុចពាក្យថាគ្មានថ្នាក់ហើយយើងអាចចុចអនុវត្តបាទអញ្ចឹងមាន2នាក់ដែលមានថ្នាក់អញ្ចឹងលោកគ្រូកន្លែងហ្នឹងអាចប្រើselect
លើសិស្ស2នាក់នឹងមកបាទថិចទាំង2នឹងមកហើយចុចពាក្យថាកន្លែងនេះបាទពិនិត្យមើលបន្ទាប់មកលោកគ្រូគាត់តែបញ្ជូនកន្លែងថ្នាក់ទាំងអស់នេះមានន័យថាចង់បញ្ជូនគាត់ទៅថ្នាក់មួយណាឧទាហរណ៍ឥឡូវខ្ញុំបញ្ជូនទៅថ្នាក់ទី1បាទនៅក្នុង P-Tom ថ្នាក់បំពន់ដែលខ្ញុំបានបង្កើតថ្នាក់មុនហ្នឹងបាទអញ្ចឹងខ្ញុំចុចថាកំណត់សិស្សបាទលោកគ្រូរើសកម្រិតថ្នាក់ហើយរើសថ្នាក់របស់គាត់ទៅថ្នាក់ណាហើយបន្ទាប់មកចុចកំណត់សិស្សបាទអញ្ចឹងបានថាសិស្សហ្នឹងគឺបានកំណត់រួចរាល់ហើយអញ្ចឹងលោកគ្រូគាត់នៅចុចកន្លែងសិស្សវិញដដែលមកទៅមកចុចកន្លែងតម្រងហើយរើសកម្រិតថ្នាក់របស់គាត់ថ្នាក់ទី1ថ្នាក់P-Tomហើយអនុវត្តបាទអញ្ចឹងមានសិស្ស2នាក់នេះដែលបានផ្ទេរមកមិញដែលគាត់អត់មានថ្នាក់ឥឡូវគាត់ចូលមកមានថ្នាក់ហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះបាទសូមអរគុណគ្រូ